អ្នកនិពន្ធតន្ត្រីម្នាក់ដែលគាត់បរិភោគតែអាហារពណ៌សតែប៉ុណ្ណោះគាត់មានឈ្មោះថា Eric Satie គាត់គឺជាជនជាតិបារាំងហើយគាត់មានជីវិតប្រចាំថ្ងៃនិងអត្តចរិតដ៏ចម្លែកមួយដែលពិភពលោកកម្រនឹងជួបប្រទះដូចដែលបានលើកឡើងអញ្ចឹងគឺគាត់ពិសាតែអាហារពណ៌សតែប៉ុណ្ណោះដូចជាស៊ុតបាយដូងឈីសហើយបើសិនជាត្រីគឺគាត់បកស្បែកចេញសិនទើបគាត់ពិសាតាមក្រោយលោក Eric Satie គាត់ធ្លាប់បានទិញឈុតអាវធំសាច់ក្រណាត់ velvet ពណ៌ប្រផេះបេះបិទចំនួន7ឈុតគាត់ស្លៀកឈុតទាំងនេះជារៀងរាល់ថ្ងៃរហូតដល់គេឲ្យរហស្សនាមគាត់ថា The Velvet Gentleman ទៅពេលដែលគាត់ទទួលអានិច្ចកម្មទៅគេបានរកឃើញថាអាវខ្លះគឺគាត់អត់ទាន់បានបកស្លាកចេញទេហើយគាត់មានតារាងពេលវេលាដ៏ច្បាស់លាស់មួយខុសពីមនុស្សធម្មតាពីច្រើនយើង set alarm ក្រោយពីគេម៉ោង7ឬក៏ម៉ោង6 6កន្លះតែគាត់ set alarm គាត់គឺក្រោកពីគេម៉ោង7 18នាទីហើយម៉ោង12 11នាទីគាត់បរិភោគអាហារថ្ងៃត្រង់អីចឹងទៅគាត់អត់ដែរ set លេខគត់ដូចយើងទេ Eric Satie គឺជាអ្នកព្រួយផ្ដើមគំនិតបង្កើត ambient music ដល់សប្តាហ៍នេះការចំនួនគាត់បង្កើតហ្នឹងគាត់ឲ្យឈ្មោះថា furniture music ambient music គឺជាតន្ត្រីបែបបរិយាកាសដែលអត់មានផ្ដល់ការរំខានដល់យើងអីកន្លែងហ្នឹងចង់និយាយថាយើងកំពុងតែអានសៀវភៅអីអញ្ចឹងហើយយើងចាក់ស្ដាប់ ambient music ហ្នឹងទៅគឺយើងអារម្មណ៍យើងនៅផ្ដោតសៀវភៅនឹងធម្មតាយើងកំពុងអានធម្មតាអត់មានរំខានអីពីតន្ត្រីទេវាជាតន្ត្រីបែបលំហអីចឹងទៅធ្វើឲ្យយើងមានអារម្មណ៍ថាយើងនៅក្នុងព្រៃនៅលើអាកាសអញ្ចឹងវីដេអូក្រោយខ្ញុំនឹងលម្អិតនៅចំណុច ambient music នេះសង្ឃឹមថាបងប្អូននឹងជួយ share វីដេអូនេះដើម្បីជាកម្លាំងចិត្តដល់ខ្ញុំធ្វើវីដេអូបន្ថែមទៀតអរគុណ